រំភើបចិត្តឡើងស្រក់ទឹកភ្នែកពិធីការនេះហិនច័ន្ទនីរ័ត្នបានកូនប្រុសដោយបំណងជូនស្វាមីអ្វីត្បិតតែបានដឹងភេទកូនក្នុងផ្ទៃជាយូរមកហើយក្តីតែពិធីការនេះដែលមានរូបចម្រុះផូរផង់ហិនច័ន្ទនីរ័ត្នបានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននៅពេលដែលបានរៀបចំពិធីជប់លៀងបង្ហាញភេទកូនជាលើកដំបូងដោយមានការចូលរួមពីសំណាក់មិត្តភ័ក្តិជាច្រើនចូលក្នុងសិល្បៈជាច្រើនឆ្នាំពិធីការនេះហិនច័ន្ទនីរ័ត្នកម្រនឹងរៀបចំកម្មវិធីណាមួយណាដែលមានកម្មវិធីធំមួយប៉ុណ្ណោះដែលបានរៀបចំគឺពិធីមង្គលការដោយឡែកសម្រាប់កម្មវិធីជប់លៀងបង្ហាញភេទកូននេះគឺជាលើកដំបូងហើយដែលនាងរៀបចំឡើងដោយបានអញ្ជើញមិត្តសិល្បករនិងអ្នករកស៊ីរួមគ្នាចូលរួមអបអរសាទរអ្នកនាងហិនច័ន្ទនីរ័ត្នបានបង្ហាញនៅអារម្មណ៍ក្តុកក្តួលក្នុងចិត្តនៅថ្ងៃជប់លៀងបង្ហាញភេទកូនរបស់ខ្លួនថានាងពិតជារំភើបចិត្តណាស់ដែលអាចបំពេញបំណងស្វាមីរបស់ខ្លួនបានគួររំលឹកផងដែរថាតាំងពីរៀបការជាមួយឆ្នាំស្វាមីរបស់ហិនច័ន្ទនីរ័ត្នមានបំណងប្រាថ្នាចង់បានកូនច្រើននាក់ហើយកូនដំបូងនេះគឺលោកចង់បានកូនប្រុសចំណែកហិនច័ន្ទនីរ័ត្នវិញក៏មិនប្រកែកដែរនាងបានបន់ស្រន់សូមឲ្យបានកូនប្រុសដោយបំណងដើម្បីគាប់ចិត្តស្វាមីទីបំផុតហិនច័ន្ទនីរ័ត្នពោពួរបានកូនប្រុសដោយបំណងប្រាថ្នាពេលនេះកូនក្នុងផ្ទៃពិធីការនីហិនច័ន្ទនីរ័ត្នមានអាយុ7 ខែហើយបើតាមគម្រោងនាងចង់សម្រាលដោយធម្មជាតិជាងវះកាត់